ម៉ែបងប្អូនសាជាថ្មីម្ដងទៀតបាទជំរាបរលឹកក៏ដូចជាបងប្អូនទាំងអស់គ្នាដែលនិយមតាមដាន tag ទៅលើ screen ក៏ដូចជា YouTube TikTok អធិស្ឋានមករយៈកាលកន្លងមកយើងដូចជាបាត់ការចេញវីដេអូយូរហើយបាទបន្ទាប់ពីជុំឆ្នាំហើយអញ្ចឹងនៅលើបណ្ដាញសង្គមពាក់ព័ន្ធទៅនឹង Facebook គឺយើងតែបានចេញនៅ reel វីដេអូច្រើនបាទអញ្ចឹងយើងអាចបានធ្វើការ full ពេញនៅការ review ឡានទេអញ្ចឹងថ្ងៃនេះយើងនាំអារម្មណ៍បងប្អូនទាំងគ្នាមកចាប់អារម្មណ៍ទៅលើរថយន្ត2គ្រឿងបាទហើយ2គ្រឿងនេះបើសិនជាបងប្អូនទៅតាមដានលើ page គាត់បានឃើញហើយមែនទេហ្នឹងចាបាទប៉ុន្តែសម្រាប់បងប្អូនដែលនៅក្នុង YouTube គាត់នៅទេអញ្ចឹងថ្ងៃនេះយើងធ្វើវីដេអូទាំងពីរតែម្ដងសម្រាប់បងប្អូន page និង YouTube បាទអញ្ចឹងអូខេកុំឲ្យកំងយូរយើងមកចូលមក detail ប្រាប់ពីនៅស្ដាំដៃខ្ញុំនេះគឺ Hilux Revo បងប្អូនឃើញ brand ហើយបាទ021ហើយខាងឆ្វេងនេះFord Truck 021ម៉ាស៊ីនបាយ turbo ពាក់បូព្រុសហើយតិចទៀតយើងនឹងបង្ហាញបងប្អូនថាតើ2គ្រឿងនេះមានអ្វីពិសេសអត់ទី1ទី2តើ2គ្រឿងនេះវាចង់និយាយថាគុណភាពបែបណាហើយរវាងខាង Revo ហើយនិង Ford ហ្នឹងបាទយ៉ាងម៉េចបាទបងប្អូនទាំងអស់គ្នាអញ្ចឹងជាដំបូងឥឡូវយើងនាំឲ្យបងប្អូនទាំងគ្នាមកចាប់អារម្មណ៍នៅពីHilux បាទពី BN 1378បងប្អូនណាបាទ1378 Toyota Hilux Revo បាទហើយខាងមុខនេះបងប្អូនឃើញអញ្ចឹងណាទាំងមុខទាំងក្រោយនេះគឺហ្វៀមការពារតែម្ដងបាទហ្វៀមការពារស្គុតហើយសូមបញ្ជាក់បងប្អូនថា2គ្រឿងនេះគឺហ្វៀមការពារស្គុតទាំងពីរហើយវាសាមែនទេបាទអញ្ចឹងគឺបញ្ជាក់ថាគឺជា grade A ទាំងពីរមានន័យថាមកជុំគឺมันមានបាញ់មានប៉ះអីទេគឺយើងបិទហ្វៀមការពារស្គុតមកជុំទាំងអស់បាទសោ2គ្រាប់ម្ចាស់ដើមទាំងពីរហ្មងបាទអញ្ចឹងឡានអស់នេះគឺយើងប្រវត្តិឡានគឺភិនភាគព័ត៌មានឡានគឺនៅទីក្រុងភ្នំពេញបាទខាងនេះយើងទិញនៅរស័យកែវខាងនេះនៅខាងផ្លូវជីផារ៉ាបងប្អូនណាអូខេអញ្ចឹងបងប្អូនអរគ្នាដើម្បីកុំឲ្យយូរវិសាយើងធ្វើ review ប្រាប់ពីបងប្អូនថាឥឡូវគ្រាន់តែថាយើងដឹងថាស្គុតវាមកជុំហើយហ្នឹងហើយបាទអញ្ចឹងបិទធៀមការពារមកជុំហើយគឺទឹកថ្នាំមិនមានបាញ់ទេសូម្បីមួយដំណក់បាទមកយើងបើកប្លុកម៉ាស៊ីនតិចមកបាទអញ្ចឹងយើងមកប្លេកមើលពីផែនប្លុកម៉ាស៊ីនបងប្អូនខ្ចីបាទអូខ្ចៅ7ពណ៌តែម្ដងបងប្អូនអរគ្នាបាទនិយាយរួមមក2គ្រឿងនេះគ្មានកន្លែងណាទៅទេបាទទាំងដបូលម៉ាស៊ីនបាទទាំងខ្ចៅទាំងប្រឡងបាទខ្ចៅខ្យងបងប្អូនឃើញទេតាម៉ាស៊ីននៃកាមេរ៉ាចាប់ទីមកនិយាយប្លុកម៉ាស៊ីនអីអូ7ពណ៌ថ្មីបងប្អូនណាបាទប្រើបានប្រហែលគីឡូភាសា50000គីឡូជាងហើយអូខេ50000គីឡូជាងបាទថ្មីមកចំណែកបាទចំណែកផែនមុខចាស់យើងចូលមកចំណែកសម្បកកង់គឺនៅថ្មីទៀតបងប្អូនណាបាទយ៉ាន់អីនៅថ្មីនៅព្រុយទាំងអស់បងប្អូនណាអូខេហើយនេះស្គុតបាទលបើកតិចតែយើងអត់បានដកធ្វើការបកចេញទេតែហ្វៀមការពារនេះយើងទុកបាទមកកាមេរ៉ាចូលចាប់ពីខាងនោះវិញកាមេរ៉ាបើកពីខាងនោះមកបើកទ្វារឲ្យកាមេរ៉ាចាប់ពីខាងនោះមកយើងមកមើលខាងក្នុងទីផ្សារតោះមកបាទមើលក្នុងទីមើលចំណែកដៃចង្កូតស្បែកអត់តមានស្ទឹកអីទេបងប្អូននៅថ្មីជ្រឿងហ្មងពូកថ្មីបាទស្លាបប៉ុងក៏ថ្មីបងប្អូនណាដៃជើងគ្រឿងធម្មការគ្រឿងជួរខាងក្នុងគឺថ្មីទាំងអស់បងប្អូនបាទថ្មីតែម្ដងទាំងមុខទាំងក្របាទសូមបញ្ជាក់ណាបងប្អូនណាមកគ្រឿងនេះពេញលេងឯងបងប្អូនសម្រាប់តែបងប្អូនដែលតម្រូវការចង់បាន Hilux Revo 021បាទ Rally បាទ021បាទមកគ្រឿងក្រោយទៀតមកបាទមកខាងក្រោយទៀតហ្វៀមការពារមកជុំបងប្អូនហ្វៀមការពារជុំហើយនេះក្លុបមានក្លុបទៀតបាទមានក្លុបទៀតក្លុបនេះយើងអត់បានបើកទេសោយកមកអត់ទេទៀតអត់បានសោយកមកតែត្រូវចាក់ឲ្យបើកបងប្អូនទាំងអស់គ្នាប៉ុន្តែវិសាបើកទេមកបើកធុងគាត់មកបាទធុងបានអត់ទេអត់បានអូតិចទៅសោមកបងប្អូនណាបាទចឹងអធិស្ឋានផងបងប្អូនណានៅតាមនេះគឺសិតតែហ្វៀមការពារបងប្អូនហ្វៀមការពារទាំងអស់មកជុំបាទហ្វៀមការពារទាំងអស់សិតតែហ្វៀមការពារហើយលេងក្រមសម្រាប់ stop ហ្នឹងគឺលេងហើយស្អាតទៅបងប្អូនទាំងអស់គ្នាបាទ sensor មួយជុំ021 sensor មួយជុំបងប្អូនណាកាមេរ៉ាគឺបញ្ជាប់ជាមួយ360ជុំទៀតបាទមួយគ្រឿងនេះគឺពិសេសតែម្ដងបងប្អូនណាអូខេបាទអញ្ចឹងសម្រាប់ Hilux Revo នេះគឺយកទៅបងប្អូនអត់មានធ្វើអីទេបាទចាក់តែមួយសុទ្ធជិះតែម្ដងបាទផែនឡានគឺនៅ rate ឲ្យ90លើ90តែម្ដងថ្មីអូខេមកយើងមកមើលផែនឡានទី2ខាងនេះក៏ហ្វៀមការពារដែរនេះសិតតែបិទស្គុត
bà phim cà phê từng ngọc mua mạ mất phẹ bao tình máu còn mơ tình máu bà ai chấm này lúc khối cứ pra cho trungនេះគឺប្រើស្រោមការពារទៀតបាទហើយមានคลุบក្រោយមួយគ្នាបងប្អូនណាបាទអញ្ចឹងមួយនេះក៏មានคลุบក្រោយមួយនេះក៏មានคลุบក្រោយដែរបាទសិតតែคลุบក្រោយហើយបិទស្រៀមការពារមួយជុំថ្មីតែម្ដងតោះទីថាបើសិនជាសម្រាប់ចិត្តវិញបងប្អូនអាចជ្រើសរើសបានមួយណាក៏បានដែរបាទគ្រាន់តែបើសិនជានិយាយថាតាមចំណង់ចំណូលចិត្តដែលបងប្អូនស្រឡាញ់តាម brand មួយ brand Ford មួយ brand Revo ហើយតម្លៃក៏តាមខុសគ្នាដែរអូខេបាទអញ្ចឹងមកយើងមកមើលទៀតបិទបូឌីការពារសបកកង់ក្រោះបាទថ្មីបងប្អូនអរគ្នាបាទហើយគេនេះសិតតែហ្វៀមការពារទាំងអស់បងប្អូននេះហ្វៀមការពារយើងអត់ទាន់បកទេបងប្អូនណាយើងទុកបាទហើយកាមេរ៉ាជួយចាប់គ្រឿងក្នុងមកបាទគ្រឿងនេះក៏មិនអន់ដែរបងប្អូនណាបាទមួយគ្រឿងនេះមិនអន់ដែរប្រើបានចំនួន57,000 គីឡូបងប្អូន57,000 គីឡូបាទមួយគ្រឿងនេះក៏មិនអន់ដែរបងប្អូនណាគ្រឿងក្នុងអីនៅថ្មីបាទលេង highlight 022ចង្កូតស្បែកពូកបាទស្បែកនៅលើតាបឡូអីថ្មីទាំងអស់បងប្អូនណាថ្មីតែម្ដងនិយាយរួមទៅគ្មានកន្លែងទាស់ទេនិយាយរួមទៅទាំងពីរគ្រឿងនេះយើងឲ្យបន្ទុក red ទៅលើខាងនេះគឺ100លើ100ដូចគ្នាបាទតែពីរគ្រឿងនេះគឺចិត្តឲ្យបងប្អូននេះពិចារណាថារើសមួយមកសុំបើកឡុកសិនតិចមកបាទតម្លៃឡុកសិនក៏មិនចាញ់ដែរបងប្អូនរកគ្នាឡុកសិនក៏អត់ចាញ់ដែរបាទហើយនេះប្រឡងខ្ចៅខ្ចងបងប្អូនណាគ្មានកន្លែងណាថាប៉ះសោទេបងប្អូនបញ្ជាក់ណាគឺនៅថ្មីទាំងអស់តែម្ដងបាទហើយប្រឡងខ្ចៅខ្ចងម៉ាស៊ីននេះគឺ smooth ថ្មីទាំងអស់បាទនេះគ្មានកន្លែងណាទៅទេបងប្អូនណាសូមបញ្ជាក់ថាផែន2នេះបើសិនជាសម្រាប់ចិត្តយកគឺអត់ខុសទេបងប្អូនគ្រាន់តែតាមលើ brand បាទ brand Ford និង brand Revo តែប៉ុណ្្នឹងបាទហើយមុខឡើងប៉ាណា022ស្អាតទៀត2 BP 0957បាទសិតតែក្បាលបេខ្ពស់តែម្ដងបាទផ្លាកលេខភ្នំពេញហើយម្ចាស់ដើមមានទាំងអស់ឯកសារគ្រប់បងប្អូនណាសម្រាប់ពីរគ្រឿងនេះនិយាយរួមទៅបើសិនជាបងប្អូនចង់ពេញលេងថាស្រឡាញ់បាទនឹងតម្រូវការគឺមួយណាក៏បានដែរហើយសូមបញ្ជាក់ថាឯកសារគ្រប់បាទឯកសារគ្រប់ហើយពេញបងប្អូនពេញចិត្តមួយណាគឺអាស្រ័យទៅលើបងប្អូនទេខាងខ្ញុំផ្នែកអ្នកលក់ខ្ញុំគ្រាន់តែយើងធ្វើ review នឹងណែនាំបងប្អូនថាឥឡូវផែនឡានមួយនេះវាមានបាញ់ថ្នាំកន្លែងណាប៉ះពីកន្លែងណាអត់ណាអេតាឡាននៅប្រហែលភាគរយហើយចំណែក Ford នេះមានប៉ះពីកន្លែងណាអត់អេតាឡាននៅប្រហែលភាគរយបើប្រព័ន្ធនេះដូចខ្ញុំនិយាយអញ្ចឹងគឺស្គុតមកជុំបាទថ្មីទាំងមកសោពីគ្រាប់សំណុំម្ចាស់ដើមទាំងអស់បាទអញ្ចឹងយើងរ៉េតឲ្យថា100បន្ទុកលើ100បន្ទុកសម្រាប់ពីរគ្រឿងនេះបាទហើយបងប្អូនទាំងហើយសិតតែសន្សំចៃបាទសន្សំចៃគ្រាន់តែយើងនិយាយថាសម្រាប់ Revo បើយើងឲ្យបន្ទុកទៅគឺវាធន់ហើយស៊ីប្រើម៉ាស៊ីនទូចតិចអធិស្ឋានបាទហើយបើសម្រាប់មួយនេះលុកលុយប្រយុទ្ធក៏ធន់ដូចគ្នាដែរហើយម៉ាស៊ីនបាយ Turbo ចំនួនថ្មីទៀតម៉ាស៊ីនក៏ស៊ីតិចដែរបងប្អូនកំពុងសោមចាក់ទៅត្រឹម$25ទេដល់ហើយបងប្អូនទាំងអស់គ្នាអូខេអញ្ចឹងសម្រាប់ពីរគ្រឿងនេះយើងមានតែប៉ុណ្្នឹងទេសម្រាប់ថ្ងៃនេះឲ្យបងប្អូនដោយសារតែយើងអត់មានអីត្រូវ review ហែកក្លុកក្លៀតឲ្យបងប្អូនមើលទេមូលហេតុតែយើងអត់បានទាញក្លុកក្លៀតខ្ចៅខ្ចងប្រឡងគៀនទ្វាឲ្យបងប្អូនមើលដោយសពរដងដោយសារតែមួយគ្រឿងនេះគឺវាថ្មីទាំងអស់ទៅហើយបាទយើងអត់បាច់ប្របាក់ទៅហែកក្លុកក្លៀតឲ្យបងប្អូនបញ្យល់ថានៅកាយ៉ៅស្រៀននៅអីដូចពីមុនទេបាទបើសិនជាមានបាញ់ថ្នាំមួយផ្ទាំងពីរផ្ទាំងអីអាហ្នឹងយើងត្រូវការបញ្យល់ប្រាប់បងប្អូនតែមួយនេះយើងមិនបាញ់និយាយទេបាទយើងធានាជូនទៅលើម៉ាស៊ីនប្រអប់លេខរយៈពេល3ខែបាទ3ខែបងប្អូនតែម្ដងទៅមិនថា2ខែទេឥឡូវខ្ជិល3ខែបងប្អូនអត់ទេឥឡូវអូខេបងប្អូនទាំងគ្នាយើងមកដឹងពីតម្លៃពិសេសម្ដងតាមពិតតម្លៃគឺ30,000ដូចគ្នាបាទមួយនេះ30,000ក្រាស់មួយនេះ30,000មកល្មមហើយបងប្អូនសួរថាមិនក៏អត់ចេញតម្លៃអញ្ចឹងតម្លៃមាននៅក្នុង caption ដាក់ហើយប៉ុន្តែសូមធ្វើការលាក់បន្តិចដោយសារតែទុកឲ្យបងប្អូនឆាតចូលផេកតាមរយៈ Telegram បងប្អូនណាតែគឺសិតតែ30,000ជាងបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ពីរគ្រឿងនេះយើងមានតែប៉ុណ្្នឹងទេថ្ងៃហ្នឹងមិនណាដោយសារតែយើងអត់បានធ្វើបញ្ញូឲ្យបានសពគ្រប់ទេប៉ុន្តែយើងបានប្រាប់គ្រឿងក្នុងអេតាម៉ាស៊ីនឲ្យឃើញហើយឃើញតែថ្មីទាំងអស់អញ្ចឹងនៅពេលដែលឡានថ្មីយើងអត់ពិបាកហត់នៅក្នុងការប្រាប់បងប្អូនច្រើនទេបញ្យល់ច្រើនទេបាទដោយសារតែវាថ្មីណាអញ្ចឹងមកកញ្ចប់មួយនេះឬកញ្ចប់មួយនេះបាទបងប្អូនចង់បង់រំលោះក៏បានបងប្អូនចង់
ទិញលុយសុទ្ធក៏បាននៅឃ្លាំងសុកគិរិនអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍បាទ Ford Voltra 021 Hilux Revo Rally 021បាទអញ្ចឹងមួយណាក៏បានដែរសម្រាប់វីដេអូថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនកុំភ្លេចជួយ like ជួយ share ហើយ subscribe YouTube ផងហើយបើសិនជា Facebook ជួយ share ឲ្យបានច្រើនដើម្បីឲ្យបងប្អូនដែលរកទិញហ្នឹងគាត់បានដឹងថាមួយនេះតម្លៃល្អមួយនេះគុណភាពល្អអញ្ចឹងណាអញ្ចឹងសម្រាប់មិញនេះពេលនេះខ្ញុំបាទសុគីរិនជាមួយមិត្តភក្តិខ្ញុំវិសាថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយកុំភ្លេចណាបងប្អូនយើងនឹងមានស្តុកថ្មីទៀតបាទឯងខ្ញុំនឹងចេញវីដេអូ020 019 2គ្រឿងជូនបងប្អូនទៀតបាទសម្រាប់ពេលនេះខ្ញុំបាទមានតែប៉ុណ្្នឹងទេអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយសុគីរិនជាទំនុកចិត្តរបស់លោកអ្នក